สามปาไตพรหมอ่อนบ้องกลมอารันธานีซ่อมดัญเปรแผงกาวีดอยเกียรทางอย่างนี้เองแปรผลตรงอังนุกรพร้อมต่อตัวหนึ่งสมแดงได้ตนให้เพียบทลายตามเพียหวังกลกังรณาเติบกรองจากตีนุงแผงตราจะปอเปรมีกะเตียงเยี่ยงเจงจอลีลีปีตีนุงได้เปรียงบานจำประโจปนทาจังเมียนปัญจวังกีจีอันอ้อยพังอ้อมรันตาเจียนรอนีเปียนตามธรรมดาจำดำปีนุ่งเองตรองซ่อมได้ทอเตสนาทเวปนทากรันเทยาอวาสาแสสัมปรามปุ่มถอยปุ่มบอนทุงประโยชน์อยู่องเวนชนำส่องรังอ้อยยังกำดอลสมสันเตียงพมไตรเหตุหนูไอเลนี
យើងខ្ញុំនេះសាតក្រៃបបិនព្រះគុណថ្លៃសូមនិមន្តប្រទេសនាអនុក្រពួកបរិស័ទដែលជាប់ខណ្ឌដោយមោហាអើយកើតមានបញ្ញាប្រាកដនេះទីនេះហងសូមអនុមោទនាស្ដាប់ព្រះធម៌ទេសនាសូមអនុមោទនា นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะเมพุทธังติโลกักยังเยยะสากะระปาระกุงเพเวียเพเวกรังธรรมังกุนัญจะกุเนสากรังวิสุทธะกะรณาญินังพุทธังสัมพุทธโปจิตังธรรมังสัทธรรมสัมภูตังวันติสังขังนิรังกนังសូមក្រាបថ្វាយបង្គំចំពោះគុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាអង្គម្ចាស់ដោយសេចក្តីគោរពសូមក្រាបថ្វាយបង្គំសម្ដេចព្រះមេគុណព្រះអនុគុណព្រះប្រធានព្រះអនុប្រធានព្រះធម្មាចារ្យព្រះឧទ្ទេសសាចារ្យព្រះចៅអធិការព្រះឧបជាព្រះគុណជាអង្គម្ចាស់គ្រប់ព្រះអង្គដែលកំពុងតែមានព្រះវត្តមានក្នុងទីនេះក្រោមអធិបតីភាពព្រះឧបជាព្រះអនុគុណមន្ត្រីសង្ឃគ្រប់ព្រះអង្គសូមចម្រើនពរដល់អាជ្ញាធរដែនដីមន្ត្រីគ្រប់ស្រទាប់ជាន់ថ្នាក់និងលោកអាចារ្យលោកយាយលោកតាដូនជីនារីបរោះភ្ញៀវកិត្តិយសគ្រប់មជ្ឈដ្ឋានដែលបានអញ្ជើញមកចូលរួមកម្មវិធីបុណ្យតេខេណានុបទានខួបគម្រប់100ថ្ងៃថ្វាយប្រគេនដល់ព្រះឧបជាវិនយថេថាច់រីរដ្ឋាដែលបានទទួលអនិច្ចធម្មទៅគ្រប់100ថ្ងៃគឺលោកបានចូលទីវង្គតទៅគ្រប់100ថ្ងៃបន្សល់ទុកនៅបងប្អូនកូនចៅសិស្សគុណបានប្ររពនៅកម្មវិធីនេះក្នុងថ្ងៃអង្គារថ្ងៃពុធ11កើត12កើតខ្នើតខែបោះឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃនេះចឹងណាហើយមានការចូលរួមអំពីពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដែលជាកូនចៅសិស្សគុណនៅក្នុងវត្ត
បតុមក្រពុំរត់កេសបុផាចម្ប៉ាមាសសំណឹងធំខ្ញុំប្រកាសណាបាននមស្ការថ្វាយបង្គំខាងដើមបំបញ្ញមិញនេះសូមឲ្យកើតកើនចម្រើនពរជ័យថ្វាយប្រគេនព្រះឧបជាព្រះអនុគុណព្រះអនុគុណរងព្រះប្រធានព្រះអនុប្រធានព្រះមន្ត្រីសង្ឃបច្ចៅអធិការប្រគុណជាអង្គម្ចាស់គ្រប់ព្រះអង្គសាងភ្នោះបួសឲ្យបានសេចក្តីសុខចម្រុងចម្រើនកុំឲ្យមានពៀតបៀតបៀនរៀនសិក្សាបកែចេះបកែចាំចំណាំឆាប់បានគង់នៅជាសុខរហូតចាស់ព្រឹទ្ធចាស់ព្រេងកុំងាយអង្គណាសឹកបានឲ្យសោះដូចសេចក្តីប្រាថ្នាហើយចម្រើនពរដល់ញោមញាតិទាំងអស់ឲ្យបានជន្មាទីខេយុវែងយឺនយូរលើសពី100ព្រះវស្សាប៉ុន្តែវែងហើយកាលណាក៏កុំឲ្យឈឺវង្វេងវង្វាន់ភ័ន្តច្រឡំដល់ថ្នាក់ស្ទាបច្បាច់អីដែរឲ្យអាយុវែងហើយមានសតិស្មារតីឃុំក្រងថែរក្សាការពារខ្លួនបានជំងឺមានទាំងប្រមាណអលៈអលាស់ចោលលុយអស់ផ្ញើតាមអាចារ្យយកទៅទីប្រឆាបូជាយ៉ាញ់ឲ្យខ្ទេចទៅកុំទុកឲ្យញោមញាតិរស់នៅឲ្យបានយូរធ្វើបុណ្យឲ្យបានច្រើនតទៅទៀតណាញោមណាថ្ងៃនេះបានជួបគ្នាទាំងរស់ឃើញរស់រវើកហើយក៏សូមឱកាសអំពីព្រះឧបជាព្រះអនុគុណព្រះមន្ត្រីសង្ឃបច្ចៅអធិការគ្រប់ព្រះអង្គប្រគុណម្ចាស់គ្រប់ព្រះអង្គនិងលោកអញ្ញាធិលោកយាយលោកតាអាចារ្យដូនជីនារីបរោះទាំងអស់សូមឱកាសលើកឡើងជាធម្មីកថាខ្លះសំណេះសំណាលជាមួយប្រគុណម្ចាស់និងញោមញាតិទេមិនជាការទេសនាអីទេព្រោះយើងយូរជួបគ្នាម្ដងហើយក៏ចូលរួមកម្មវិធីបុណ្យជាមួយញោមសំណេះសំណាលសួរសុខទុក្ខនិទានរឿងរ៉ាវបន្តិចតួចដើម្បីជាការបដោះបដូរនៅបរិយាកាសឲ្យវាបានប្លែកគ្នាជាការសួរសុខទុក្ខផងជូនបុណ្យកុសលគ្នាផងណាញោមណាហើយលើសលួសខ្វះខាតត្រង់ណាមេត្តាប្រគុណម្ចាស់គ្រប់ព្រះអង្គនិងញោមញាតិអនុគ្រោះពរសូមប្រគេនពរសូមចម្រើនពរនៅក្នុងពុទ្ធសាសនាអ្នកដែលគោរពអ្នកដែលជឿសិក្សាពុទ្ធសាសនាតែងទទួលបានផលប្រយោជន៍សំខាន់ជាងគេគឺធ្វើមនុស្សពីអាក្រក់ឲ្យคล้ายជាមនុស្សល្អពីមនុស្សវៀចឲ្យคล้ายជាមនុស្សត្រង់ពីមនុស្សល្ងងឲ្យคล้ายជាមនុស្សចេះជាមនុស្សប្រព្រឹត្តអំពើបាបคล้ายមកធ្វើអំពើបុណ្យជាពិសេសនឹងធ្វើមនុស្សដែលមិនដឹងគុណនឹងឲ្យคล้ายទៅជាមនុស្សដឹងគុណហើយលើសពីនេះទៅទៀតនឹងបំបត្តិបងនៅអវិជ្ជាឲ្យคล้ายជាមនុស្សមានវិជ្ជាអញ្ចឹងក្នុងការគោរពរាប់អានជឿពុទ្ធសាសនាគឺទទួលបានផលអញ្ចឹងដឹកនាំមនុស្សឲ្យធ្វើល្អដឹកនាំមនុស្សឲ្យចេះដឹងគុណឲ្យមានចំណេះហើយកុំឲ្យប្រព្រឹត្តអំពើខុសឆ្គងឆ្គងចំពោះការដឹងគុណនេះជារឿងសំខាន់បំផុតដែលក្នុងពុទ្ធសាសនាព្រះអង្គសម្ដែងថាភូមិរបស់សពបុរសមាន2ហើយភូមិរបស់សពបុរសនេះនៃខ្លះលោកថាជាបុគ្គលរកបានដោយកម្រផងដែរតាក់ទងគ្នាបុគ្គលរកបានដោយកម្រក្នុងលោកនឹងគឺមាន2ដែរមួយហៅថាបុព្វការីយបុគ្គលអ្នកដែលបានធ្វើឧបការៈមុន2អ្នកដឹងហើយធ្វើតបវិញមានន័យថាដឹងគុណហើយបំពេញកតបកិច្ចសងគុណនោះវិញតែមិនបានជាលោកថាក្រមកពីវាមិនសូវមានដូចវាច្រើនទៅទទួលបានផលបានចំណេះបានចំណេញឬក៏សិក្សារៀនសូត្រចេះដឹងទៅផ្លិចជាតិផ្លិចកំណើតផ្លិចគុណគ្រូផ្លិចអ្នកជួយឧបត្ថម្ភអញ្ចឹងទៅម៉ែឪខំចាំទៅហើយក៏អត់ដឹងគុណម៉ែឪមិនបានចាំវិញគ្រូបានបង្ហាត់បង្រៀនហើយមិនដឹងគុណគ្រូវិញអញ្ចោះចំពោះអ្នកដឹងនឹងគ្នាចឹងហើយបានជាអ្នកដឹងមានតិចគ្នាបានជាលោកថាជាបុគ្គលរកបានដោយកម្រ
ឥឡូវបើយើងគិតមើលថាចោះដឹងគុណនឹងដឹងគុណណាខ្លះក្នុងសាសនានេះលោកលើករឿងមនុស្សដែលត្រូវដឹងគុណហើយកុំបៀតបៀននឹងមានច្រើនបើពឹសស្ដាមានដល់តែ10ឯណោះដឹងគុណមេត្តាមិនបៀតបៀនមេត្តាមិនបៀតបៀនបិតាមិនបៀតបៀនគ្រូមិនបៀតបៀនថ្នាក់ដឹកនាំព្រះរាជាមិនបៀតបៀនសពរសជនដែលគេអ្នកធ្លាប់ចិញ្ចឹមយើងមិនបៀតបៀនទាយុទាយិកាមិនបៀតបៀនដល់ទាំងធម្មកថាថតទេសនាមិនបៀតបៀនដល់ទាំងគ្រូដែលបង្ហាត់បង្រៀនអីទាំងអស់អញ្ចឹងបានងាយយល់មែនតើលោករួមមនុស្សសំខាន់4ក្រុមមួយគឺហៅថាមេត្តាបិតាកុំបៀតបៀនហើយត្រូវដឹងគុណ2គឺក្រុមឧបជាយាចាគឺគ្រូទី3គឺថ្នាក់ដឹកនាំដែលជាមេអញ្ញាធិប្រធានស្រុកខេត្តអីចឹងទៅយើងរស់រៀនមានជីវិតជាមួយនរណាក៏ដឹងគុណនៅនោះហើយចំណែកខាងទី4គឺដឹងគុណចំពោះពុទ្ធដែលព្រះអង្គខំតស៊ូដើម្បីត្រាស់ដឹងហើយបំភ្លឺធម៌នោះដល់មនុស្សនេះគឺដឹងគុណ4ប្រភេទនេះបានវាមានគូគ្នាមេត្តាបិតាគូជាមួយនឹងកូនណាដឹងគុណមេត្តាបិតាជាកូនកតញ្ញូឯគ្រូឧបជាយាចាជាគូជាមួយនឹងសិស្សគុណឯចំណែកខាងថ្នាក់ដឹកនាំជាគូជាមួយប្រជាជនឯចំណែកពុទ្ធគូជាមួយនឹងបរិស័ទអញ្ចឹងការដឹងគុណដល់បុគ្គល4ពួកនេះបើសិនជាយើងមិនដឹងគុណទេវាអត់ចម្រើនដល់អត់ចម្រើនវាវិនិច្ឆ័យខ្លួនឯងដូចមានមិត្តវិនតុកៈកុមារដែលមិនដឹងគុណឪពុកមិនដឹងគុណម្ដាយទីបំផុតវាមានចម្រើនអីវាវិនិច្ឆ័យស្លាប់តៃហោងអញ្ចឹងទៅហើយអ្នកដែលធ្វើបាបម៉ែឪរត់ចេញទៅដូចជាបាសៈកុមារអីវាមានចម្រើនអីធ្វើឲ្យម៉ែឪស្លាប់យ៉ាងវេទនាខ្លួនឯងក៏វាកើតទុក្ខលំបាកអញ្ចឹងទៅដូចជាកូន4អ្នកដែលធ្វើឲ្យឪពុកខ្លួនឯងធ្លាក់ខ្លួនទៅអ្នកដើរសុំទានគេមិនចាំឪពុកកូនទាំងនោះក៏វាអត់មានចម្រើនអីដែរបានកូនមករងទុក្ខរងលំបាកបានលោកបញ្ជាក់ថាបើនរណាដឹងគុណឪពុកម្ដាយទំនុកបំរុងគ្រួសារនោះនឹងមានសុភមង្គលដែលលោកសម្ដែងនៅក្នុងមង្គលដ្ឋទីបនីមង្គលទី14ថាមេត្តាបេតឧបដ្ឋានังអេតមង្គកលមុតតមੰនរណាទំនុកបំរុងខ្ចង់ផ្ដើមដឹងគុណមេត្តាបិតាគ្រួសារនោះនឹងមានសុភមង្គលរស់នៅប្រកបដោយសេចក្តីសុខចម្រើនប៉ុន្តែបើមិនដឹងគុណមេត្តាបិតាទេនោះនៅក្នុងបរាភវៈសូត្រអត្រង់គាថាទី4លោកថាកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនាហិនហោចអស់ទ្រព្យសម្បត្តិកិត្តិយសកេរ្តិ៍ឈ្មោះនេះលើកឡើងជាអាចហើយមនុស្សនោះពេលមានកូនទៅកូនក៏មិនដឹងគុណវិញពេលមានកូនប្រសាទៅកូនប្រសាក៏ធ្វើបាបពេលមានចៅប្រសាទៅក៏ធ្វើបាបព្រោះតែយើងមិនដឹងគុណមេត្តាបិតាដូច្នោះដែរចុះនេះមេត្តាបិតាឲ្យចុះខាងគ្រូទៅវិញជាការពិតណាស់គ្រូឧបជាយាចាគឺជាមេត្តាទី2របស់យើងជាឪពុកម្ដាយទី2របស់យើងក្នុងន័យខ្លះលោកសម្ដែងថាជាអ្នកនាំផ្លូវជាមិត្តឬក៏ជាអ្នកជួយតម្រែតម្រង់ទិសប៉ុន្តែន័យត្រឹមតែថាជាម្ដាយឪពុកទី2នឹងគឺគ្រប់គ្រាន់ហើយម្ដាយឪពុកបានបង្កើតកូនឡើងហើយប៉ុន្តែដូចប្រៀបដូចបានប្រសូតចេញជាពងសុទ្ធមួយដែលមិនតាន់ញាស់រីឯគ្រូនឹងអ្នកបំបែកពងសុទ្ធនឹងឲ្យចេញជារូបរាងញាស់ឡើងមានន័យថាម្ដាយឪពុកបង្កើតបានរូបរាងកូនមកហើយប៉ុន្តែកូននឹងអនាគតទៅคล้ายទៅជាអ្នកធំคล้ายទៅជាអ្នកមានคล้ายទៅជាសេដ្ឋីคล้ายទៅជាអ្នកប្រាជ្ញដោយសារណាគឺដោយសារគ្រូឧបជាយាចាអ្នកជួយបន្តទៅទៀតពេលតទៅមុខម៉ែឪគ្រាន់តែជាអ្នកជួយបដែបដៅនិងឧបត្ថម្ភលុយកាក់សិក្សារៀនសូត្រប៉ុន្តែគ្រូបានពំពាក់នៅចំណេះដឹងបានបញ្ចូលនៅចំណេះដឹងរហូតដល់មនុស្សនឹងคล้ายទៅជាអ្នកមានคล้ายទៅជាអ្នកធំคล้ายទៅជាអ្នកប្រាជ្ញឃើញទេដោយសារណាគឺដោយសារគ្រូឧបជាយាចារបស់យើង
ហើយបើសិនជាផ្លិចគុណគ្រូឧបជាយាចារ្យនោះកុំថាឋានៈមានកម្រិតណាក៏ដោយវានឹងធ្លាក់ទៅក្រលហេមលហាមទៅវិញហើយចេះដឹងប៉ុណ្ណាក៏ដោយវានឹងអាប់កិត្តិយសគេឈ្មោះទៅវិញហើយនឹងអាចរងទទួលទោសកម្មពៀទៅនរកប្រែតទៀតផងដូច្នេះហើយក្នុងកពីខ្លះថាបើកូនសិស្សណាមិនដឹងគុណគ្រូតទៅមុខរៀនអីលែងចេះហ្មងរៀនលែងប៉កែអត់ប៉កែទេលែងចេះលែងចាំហើយព្រោះតែរមិលគុណគ្រូមិនដឹងគុណគ្រូមនុស្សដែលជាគ្រូសូម្បីបង្រៀនយើងតែមួយម៉ាត់ពីរម៉ាត់ត្រូវតែរក្សាជានិច្ចគោរពគុណនឹងជានិច្ចដរាបដល់អស់ជីវិតក្នុងបាសនាខ្លះគេថាម្ដាយឪពុកហើយនឹងគ្រូលងទឹកគេឲ្យស្រង់ណាមុនគេថាឲ្យស្រង់គ្រូមុនទៀតផងនោះពីព្រោះគ្រូនឹងអាចជួយប្រោសទាំងម្ដាយឪពុកជួយទាំងយើងបានប៉ុន្តែបើស្រង់ម្ដាយមកគ្រូស្លាប់ជើងកាលម្ដាយពុកក៏ល្ងងយើងក៏ល្ងងដែរបើអញ្ចឹងគេឲ្យស្រង់គ្រូទៀតផងនោះអញ្ចឹងគេលើកតម្កើងដល់ម្លឹងអញ្ចឹងបានជាវាមានរឿងជាច្រើនក្នុងអក្សរសាស្ត្រនៅក្នុងអក្សរសិល្ប៍អីក្នុងល្ខោនអីសិស្សទៅរៀនគ្រូទៅចេះចំណេះដឹងទៅហើយក៏ស្រាប់តែចំណែនថាគ្រូនឹងស្រឡាញ់សិស្សខាងនោះលំអៀងអញ្ចឹងទៅក៏សម្លាប់គ្រូខ្លួនឯងទីបំផុតមនុស្សនោះគ្មានបានរីកចម្រើនអីទេអស់កិត្តិយសអស់កេរ្តិ៍ឈ្មោះឲ្យធ្លាក់នរកប្រែតទៀតណោះជាច្រើនរឿងណាស់នៅក្នុងកពីយើងបាននិទានពីអ្នករៀនចេះធ្វើផ្លែស្វាយមានគ្រូមួយនឹងចេះធ្វើស្វាយឲ្យចេញផ្លែគ្រប់រដូវហើយមានកូនសិស្សមួយនឹងទៅសុំរៀនលោកគ្រូនឹងមើលចរិតទៅសិស្សនេះបរៀនមិនកើតចរិតអត់ល្អសោះម្ល៉េះហើយមិនបង្រៀនទេគ្រូនឹងក៏ទៅអង្វរដល់ឪពុកម្ដាយឲ្យជួយឲ្យបង្រៀនខ្ញុំផងឪពុកម្ដាយក៏និយាយកូនអើយជួយបង្រៀនគេផងទៅចេះតែនិយាយចុះនិយាយឡើងក៏បង្រៀនឲ្យចេះធ្វើស្វាយនឹងចេញផ្លែអាដៅណាក៏ផ្លែដែរដល់តែបានចេះអញ្ចឹងហើយចេញពីគ្រូនឹងទៅបង្កើតចំការស្វាយដាំបានផ្លែលក់ចំណេញខ្លាយជាមហាសិទ្ធិជាអ្នកមានប៉ុន្តែដល់គេសួរថាណែឯងចេះធ្វើស្វាយនឹងចេះពីគ្រូនោះមកហ៎មែនទេខ្ញុំមិនទៅរៀនពីគ្រូនោះទេខ្ញុំមិនចេះពីគ្រូនោះទេខ្ញុំចេះពីនោះមកខ្ញុំចេះខ្លួនឯងអីចឹងទៅចេះតែល្មិលគុណគ្រូយូរយូរអាស្វាយនោះវាងាប់អស់លែងផ្លែលែងអីទៅធ្លាក់ខ្លួនលហេមលហាមក្រលហាមទៅវិញទៅដោយសារអីនឹងឲ្យល្មិលគុណគ្រូឃើញទេជាក់ស្ដែងចុងនៅក្នុងពពោធិសត្វយើងពីជាតិមុនដេញជាបៃក្នុងបល័យថាដេញប៉ិនប៉ុន្តែបើយើងមើលភានភាគហ្នឹងយើងនិយាយឧទាហរណ៍ថាជាបៃទៅចោះដេញជាបៃដើម្បីយកលុយមកចិញ្ចឹមឪពុកម្ដាយចាស់ហើយក៏បានធ្វើការនៅក្នុងវាំងទៀតដេញឲ្យស្ដាច់ស្ដាប់ដូច្នេះទៅមានបរិះម្នាក់មាននិស្ស័យនឹងជាបៃដែរចង់ទៅសុំពពោធិសត្វហ្នឹងដើម្បីរៀនដល់ទៅពពោធិសត្វលោកមើលទៅមិនគួរបរៀនទេគុតលាចាអកូនសិស្សនោះឈ្មោះមុសិលដល់ទៅពេលចឹងទៅថាមិនចង់បង្រៀននេះមនុស្សនឹងមើលទៅបង្រៀនទៅវាដូចជាអត់មានដឹងគុណអីទេមើលទៅចរិតហើយកូនសិស្សនឹងតាំងឆ្លាតទៀតទៅសុំម្ដាយឪពុកសុំជួយប្រាប់គាត់ឲ្យបង្រៀនខ្ញុំផងមកបង្រើបាយទឹកព្រឹកល្ងាចអីចឹងទៅយកចិត្តរហូតដល់ម្ដាយឪពុកនឹងទុនកូនអើយគេល្អណាស់ម្ដាយឪពុកងឹតភ្នែកបានគេនឹងមកជួយបាយទឹកឪពុកម្ដាយរាល់ថ្ងៃកូនឯងបង្រៀនគេផងទៅដល់ម្ដាយឪពុកបង្រៀនចេះទៅគ្រូនឹងបង្រៀនសិស្សចេះហើយរកការងារឲ្យកូនសិស្សធ្វើទៀតបានចេះហើយទៅតាក់ទងពរាជាសុំឲ្យកូនសិស្សមួយនឹងមកដេញក្នុងវាំងផងឲ្យគ្នាបានលុយកាក់បានទៅធ្វើការនៅក្នុងវាំងទៀតដល់តែបានសុំលុយរៀងច្រើនទៅថ្ងៃមួយបែបចង់មើលងាយគ្រូទៅទាពរាជាថាចង់សុំប្រាក់ខែស្មើគ្រូដែរព្រោះចំណេះចេះប្រហែលលក្ខគ្នាទេមិនក៏ឲ្យគ្រូច្រើនជាងពរាជាថាមិនមែនទេសិស្សវាធម្មតាចេះតែជាងគ្រូចេះច្រើនជាងចេះប្រហែលលក្ខគ្នាតាគ្រូប្រហែលខ្ញុំក៏ចេះប៉ុណ្ណឹងដែរទេណែឯងនិយាយអញ្ចឹងដូចជាមើលងាយគ្រូពេកបើសិនជាណែឯងហ៊ានមើលងាយគ្រូអញ្ចឹងឥឡូវយើងចង់សាកប្រឡងគ្នាមើលបើណែឯងពិតជាចេះស្មើគ្រូមែនរួចខ្លួនប៉ុន្តែបើណែឯងចេះមិនស្មើគ្រូទេណែឯងនឹងមានរឿងអញ្ចឹងក៏ដាក់ប្រឡងប្រកាសប្រជាជនហ្មងធ្វើបោះស្បុកនៅក្រៅរាជវាំងប្រឡង7ថ្ងៃទៀតត្រូវប្រឡងដេញជាបៃហើយនឹងច្រៀងអ្នកណាចាញ់សម្លាប់ចោលនរណាឈ្នះរួចខ្លួនលោកគ្រូបរៀនសិស្សអស់ក្បាច់អលីង
ហើយលោកគ្រូចាស់បាក់ថ្មិញនឹកបារម្ភអញមកតែស្លាប់ទៅមកអញគិតទៅគិតថាអាក្មេងហ្នឹងពង្រៀនវាអត់កើតទេទីបំផុតវាសម្លាប់អញមែនឥឡូវអញទៅច្រៀងអីឈ្នះវាបើអញបាក់ថ្មិញហើយម្យ៉ាងទៀតឯងវាចាស់អាខ្សែដេញជាបៃដៃនឹងញ័រទៅទ្រើកហើយទៅបរៀនវាកុំណែទៅច្រៀងប្រឡងវាកុំឈ្នះវាដែរមើលទៅអញមកទៅស្លាប់ហើយកុំឲ្យខ្មាស់គេវាយលើអាដេញបោះស្បុកហ្នឹងទៅចងកសម្លាប់ខ្លួនឲ្យហើយហ្មងណាទៅឡើងចងកនឹកឃើញយីរាល់ថ្ងៃហ្នឹងរស់ស៊ីចិញ្ចឹមម្ដាយឪពុកចាស់ហើយបើអញចងកស្លាប់ទៅបានអាណាចិញ្ចឹមគាត់បើគាត់ងឹតភ្នែកផងហេអត់កើតទេចុះទៅវិញទៅរកចិញ្ចឹមម៉ែមកដល់ផ្ទះដេកវាមិនលក់វាមិនគួរសោះឯងខំបង្រៀនវារកការងារវាឲ្យបានធ្វើទីបំផុតវាសម្លាប់ឯងណាហើយកុំឲ្យខ្មាស់គេទៅចងកសម្លាប់ខ្លួនហ្មងទៅមួយសារទៀតណាទៅដល់នឹកថាឪពុកម្ដាយអញចាស់ហើយងឹតភ្នែកទៀតបើអញស្លាប់ទៅបានអាណាចិញ្ចឹមគាត់ទេអត់កើតទេត្រឡប់មកវិញគ្រាន់តែទៅឲ្យមក7ដងណាញោមក្តៅឆេវដល់ប៉ាអិនហ្មងប៉ាអិននៅអត់បានទេចុះមកហ្មងជំរាបសួរលោកគ្រូខ្ញុំនឹងពីជាតិមុនកូនសិស្សលោកគ្រូដែរខ្ញុំដឹងរឿងលោកគ្រូអស់ហើយកូនសិស្សមួយនឹងវាអកតញ្ញូលោកគ្រូកំភៃលោកគ្រូទៅប្រឡងជាបៃគេទៅខ្ញុំនឹងកាន់ពិនមួយហោះទៅចំកាំងពីមុខលោកគ្រូគេអត់ឃើញខ្ញុំទេលោកគ្រូឃើញខ្ញុំហើយខ្ញុំធ្វើម៉េចលោកគ្រូចាំធ្វើតាមខ្ញុំទៅលោកគ្រូនឹងឈ្នះឮតែប៉ុណ្ណឹងមានកូនសិស្សមួយកតញ្ញូចឹងដែរដល់ទៅពេលថ្ងៃប្រឡងហ្នឹងជ្រៀងដបងដាក់ទៅស្មើគ្នាត្រិលអាយ៉ាគ្រូហើយសិស្សនេះទឹកដៃចង់ប្រហែលគ្នាមែនមហាជនមិនទាន់ឲ្យបន្ទុកខាងណាទេដូចខ្លាំងដូចគ្នាអ្វីដូចខ្លាំងដូចគ្នាស្រាប់តែមកសន្ធុប្អិនហោះមកចំកាំងពីមុខកាន់ពិនមួយដេញពីមុខដែរសំឡេងរបស់លោកគ្រូហ្នឹងលាយជាមួយសំឡេងពិនប្អិនវាព្រោះហើយអ្នកមើលទាំងអត់ឃើញប្អិនទេដល់ដេញទៅព្រោះឡើងប្អិនបដាច់ខ្សែមួយប៉ាត់លោកគ្រូឃើញអញ្ចឹងបដាច់ខ្សែមួយប៉ាត់ដែរកាន់តែព្រោះឡើងជាងមុនមកក្រើតទៅទៀតមកសន្ធុប្អិនបដាច់មួយទៀតប៉ាត់លោកគ្រូបដាច់មួយទៀតប៉ាត់កាន់តែព្រោះទៅទៀតគិតទៅខ្សែទាំងអស់5បដាច់តល្អស់នៅអាខ្សែមួយសំឡេងពិនប្អិននិងសំឡេងពិនគ្រូនឹងលាយបញ្ចូលគ្នាព្រោះហូចព្រោះលុបសំឡេងកូនសិស្សខាងនោះបាត់កូនសិស្សមើលថាលោកគ្រូអញបដាច់ខ្សែអស់អង្កាលគាត់បរៀនគាត់អត់មានបរៀនអាបដាច់ខ្សែនឹងសោះឥឡូវអញបដាច់តាមសិនបដាច់មួយប៉ាត់ដេញទៅអន់ជាងមុនបន្តិចបដាច់មួយទៀតប៉ាត់ដេញទៅវាកាន់តែយ៉ាប់ជាងមុនលែងចេញបត់បាត់ហ่าបដាច់មួយទៀតប៉ាត់ដេញទៅត្រាត់បដាច់មួយប៉ាត់ដេញទៅត្រត់លែងព្រោះយូរទៅបដាច់អស់នៅតែខ្សែមួយលែងមានបែបលែងមានបត់អ្នកស្រុកចាប់ជើងទាញហ្មងអូវាមិនខ្មេះទេអាគ្រូល្មិលគុណសិស្សនោះវាគ្មានតែឈ្នះទេម្នាក់មួយដៃម្នាក់មួយជើងម្នាក់មួយដៃម្នាក់មួយជើងទីបំផុតស្លាប់យ៉ាងវេទនាទៅឡើងខ្ទេចឆ្អឹងអស់ទៅណាញោមណាចឹងមិនថាអ្នកល្មិលគុណគ្រូចង់ញោមមើលឃើញដែរវាអត់រីកចម្រើនទេនេះក្នុងលោកីដល់ទៅខាងមុខទៅវាអាចទៅនរកទៅប្រែតហើយពេលកើតមកវិញរៀនអីលែងចេះហើយល្មិលគុណគ្រូហើយចុះអ្នកណាទៅដែលហៅថាគ្រូនោះគ្រូសំបីបង្រៀនយើងមួយម៉ាត់ជាគ្រូមួយជីវិតពេលដែលប្រសង់លោកឲ្យសិលចប់លោកថាសេលេនសុកតੰយន្តិសេលេនភោគសម្បទាសេលេនពុតੰយន្តិតាស្មាសីឡੰវិសោធយេអ្នកទាំងឡាយអើយសិលនេះនាំឲ្យកើតក្នុងឋានសួគ៌សិលនេះនាំឲ្យមានទ្រព្យសម្បត្តិហើយសិលនេះបាននៅទីរំលត់ទុកគឺព្រះនិព្វានបើដូច្នេះហើយអ្នកទាំងឡាយចូលរក្សាសិលនេះឲ្យស្អាតបរិសុទ្ធកុំឲ្យសៅមងឡើយបង្រៀនយើងតែមកប៉ុណ្ណឹងឈ្មោះថាគ្រូយើងបាត់ទៅហើយណាញោមណាតែមួយម៉ាត់ហ្នឹងគ្រូមួយជីវិតហើយបើខ្លាយជាគ្រូចឹងហើយត្រូវតែនឹកឃើញគុណគាត់នឹកឃើញគុណលោកគ្រូនេះបើយើងចែកមែនតែនទៅអ្នកបំពោះយើងឲ្យកើតជាសាមណេរគេហៅថាបព្វាចារបល័យថាអាចារ្យប្រែមកខ្មែរថាគ្រូបព្វាចារ្យដល់តអ្នកសូត្រឲ្យយើងឡើងជាភិក្ខុហៅថាអនុសាវនាចារ្យរួចដល់តអ្នកជាឧបជាគេហៅថាឧបជាចារ្យអ្នកដែលបង្រៀនធម៌គេឲ្យឈ្មោះហៅថាធម្មាចារ្យអ្នកបង្រៀនចំណេះដឹងទូទៅគេហៅថាឧទេសសាចារ្យ
ឥឡូវក្នុងទីនេះព្រះឧបជាដែលលោកចំណាយពេលវេលាពេញមួយជីវិតរបស់លោកទៅដើរសិក្សារៀនសូត្របានចំណេះចេះដឹងយកមកជួយដល់សង្គមមកជួយដល់ប្រជាជននៅក្នុងស្រុកភូមិយើងដើម្បីឲ្យយើងមានចំណេះដើម្បីប្រព្រឹត្តល្អទាំងអស់គ្នានាំសុខសន្តិភាពយើងឃើញទេលោកខំលះបង់ដើម្បីយើងលោកជាគ្រូយើងឲ្យយើងមានចំណេះចេះដឹងឲ្យយើងយល់ធម៌ឲ្យចេះបប្រតិបត្តិសាសនាបាទដូច្នេះព្រះគ្រូឧបជាមានន័យថាជាអ្នកគយគុណសម្លឹងទោសខុសឆ្គងរបស់យើងឲ្យកែតម្រូវឲ្យយើងធ្វើល្អអ្នកណានៅពង្រើឧបជាគេហៅថាសន្ធិវិហារិកអ្នកណានៅជាមួយកូននៅជាមួយលោកគ្រូអាចារ្យអ្នកបង្រៀនគេហៅថាអន្តេវាសិកដូច្នេះទាំងអស់នឹងឲ្យហៅថាគ្រូនៅជនជាតិយើងច្រើនតែនិយាយលើសពីនឹងទៀតឲ្យតែអ្នកមានចំណេះឬក៏អ្នកជួយមនុស្សយើងហៅថាគ្រូទាំងអស់អ្នកមានចំណេះដូចជាលោកគ្រូភ្លេងលោកគ្រូស្ដោះលោកគ្រូផ្លុំលោកគ្រូពេទ្យលោកគ្រូអីទៅលោកគ្រូបង្រៀនហើយឲ្យតែអ្នកជួយមនុស្សជួយស្ដោះជួយផ្លុំជួយមើលជំងឺជួយដាក់ថ្នាំអូលោកគ្រូពេទ្យអូលោកគ្រូស្ដោះលោកគ្រូទាយលោកគ្រូផ្លុំលោកគ្រូភ្លេងយើងមើលឃើញដែរឲ្យតែអ្នកមានចំណេះចេះដឹងហើយនឹងអ្នកជួយមនុស្សយើងឲ្យតម្លៃថាជាគ្រូទាំងអស់ដោយហើយទៅប្រសងទាំងអស់អង្គទៅសឹកទៅគេច្រើនតែហៅលោកគ្រូឬក៏នៅបួសស្រុកខ្លះគេហៅលោកគ្រូចឹងដែរអញ្ចឹងមិនថាតែឧបជាទេឲ្យតែអ្នកបង្ហាត់បង្រៀនយើងក៏ជាគ្រូដែរហើយអាម៉េចបានជាគេហៅថាគ្រូបានតើលោកមានគុណធម៌យ៉ាងណាខ្លះមនុស្សដែលហៅថាគ្រូឬឧបជាបាននោះលោកមានគុណធម៌នឹង7យ៉ាងមួយហៅថាបិយោជាទីស្រឡាញ់របស់យើងស្រឡាញ់តែកូនខ្លួនយើងទេសបោធ្លាក់ផុតមាត់ហើយទៅនៅតែលើកថើបទៅកោបបើកូនគេមិនសូវស្រឡាញ់ទេកូនខ្លួនឯងអាក្រក់ប៉ុណ្ណាក៏ស្រឡាញ់ដែរប៉ុន្តែលោកគ្រូនេះកូនពីណាដល់យកមកទទួលទាំងអស់សមាទោសអាខ្វិនអាខ្វងអាកញ្ចក់កចាតអាម៉េចអាគេបដៅមិនបានមិនសូវគ្រប់ទឹកឬក៏អាលឹះទឹកអាម៉េចក៏ដោយអានៅពិបាកអាម៉េចយកមកអាណាសัตว์អីដែរអាណាចង្រៃអាណាចង្រុកអីយកមកអស់មកលោកគ្រូទទួលទាំងអស់អញ្ចឹងលោកស្រឡាញ់មនុស្សគឺថាមិនប្រកាន់ពូជឯងពូជគេឲ្យស្រឡាញ់មែននេះគេហៅថាបេយោមួយទៀតគរុលោកមានចិត្តធ្ងន់ចេះអត់ធ្មត់ញោមមកឲ្យកូន1កូន2ញោមខ្លះល្អូខឹងកូននឹងយំទឹកភ្នែកប្រព្រិចខឹងកូននឹងណាមួយថ្ងៃវាធ្វើបាបឯងយំទឹកភ្នែកប្របាក់កូន1 2ប្របាក់អញ្ចឹមប្របាក់និយាយឲ្យចុះតម្រាំលោកគ្រូកូនមួយសបុក2សបុកសិតតែមិនដឹងម៉ែឪនៅឯណានោះហើយតែម៉ែឪបកើតសាច់បកើតវាងាយស្ដាប់ផងឲ្យតម្រាំឯងវាមិនមែនសាច់បកើតផងប្របាក់យ៉ាងណាលោកប្របាក់ណាញោមណាហើយទៅដើរបិណ្ឌទៅដើរអីបានចង្ហាន់បានអីយកមកចែករំលែកខំបង្រៀនខ្លួនឯងក្អកខេះឈឺព្រឹកល្ងាចអត់គិតសម្រាកទេគិតតែចង់ជួយឲ្យគេចេះឲ្យគេដឹងគិតទៅលោកពិតជាមានចិត្តធ្ងន់អត់ធ្មត់គ្រប់បែបយ៉ាងណាញោមគួរជាទីគោរពណាអញ្ចឹងលោកគរុនឹងគួរជាទីគោរពនឹងលោកមានចិត្តធ្ងន់ហើយមួយទៀតភេវនយោគួរឲ្យសរសើរត្រង់ថាលោកមានមេត្តាលោកមានព្រំវិហារលោកមាននិយោធម៌លោកមានធម៌នៅក្នុងខ្លួនជាពិសេសមិនមែនកូនខ្លួនឯងមិនមែនញាតិខ្លួនឯងទេប៉ុន្តែលោកចេះបែងចែករំលែកស្បង់ស្បៃត្រៃចពោសពុតខោអាវបាយទឹកនំចំណីរបស់របរបានមកមិនមែនវិចខ្ជាប់មកហូបមកឆាន់តែឯងទេណាលោកយកមកចែកដល់កូនគេពេលយប់ពេលប្រលប់ជួយថែអាសាជួយការពារជួយបង្ហាត់បង្រៀនហើយរៀនគេឲ្យគេចេះដឹងទៅទោះបីគេដឹងគុណដោយមិនដឹងក៏ដោយក៏នៅតែលោកសុខចិត្តជួយសពបែបយ៉ាងមិនប្រកែប្រកាន់មិនលំអៀងណាញោមណាឃើញទេអញ្ចឹងបានថាភាវនយោលោកពិតជាមនុស្សដែលគួរឲ្យយើងសរសើរពិតប្រកបមែនមិនមែនម្ដាយឪពុកយើងផងលោកធ្វើម្ដាយឪពុកយើងកើតហើយមួយទៀតលោកថាភាវនយោជាបុគ្គលមួយដែល លោកមានលក្ខណៈពិសេសគឺលោកចូលចិត្តដឹកនាំយើងឲ្យធ្វើផ្លូវល្អមិនដឹកនាំទៅផ្លូវអាក្រក់ទេហើយវត្តតាលោកចូលចិត្តពោលពាក្យដាស់តឿនព្រានបដៅដល់សិស្សទោះបីខ្លួនឯងនិយាយមិនចង់ចេញក៏ដោយឃើញសិស្សខ្លាចសិស្សនឹងធ្វើអាក្រក់ខ្លាចសិស្សនឹងល្ងងខ្លាចសិស្សនឹងមិនចេះមិនដឹងសុខចិត្តតស៊ូទាំងនឿយទាំងហត់ដើម្បីបង្ហាត់បង្រៀនពោលពាក្យឧស្សាហ៍ដាស់តឿនក្រើនរំលឹកគ្រប់បែបយ៉ាងមួយទៀតលោកហៅថាជាការអត់ធ្មត់នឹងពាក្យសម្ដីអត់ធ្មត់នឹងពាក្យសម្ដីគេនៃអត់ធ្មត់នឹងពាក្យសម្ដីហ្នឹងគឺថាអ្នកខ្លះគេនិយាយស្ដីមកវាមិនពិរោះជាមួយលោកគ្រូវចនៈខមោ
ដូចពាក្យបើលោកគ្រូឯងបកែចឹងមានម៉ូតូជិះដូចឪខ្ញុំបាត់ហើយនិយាយចុះនិយាយឡើងលោកគ្រូឯងបើបកែចឹងម៉េះខ្លាយជាអ្នកមានហើយមិនក្រលហាមទេជួនកាលមើលងាយលោកគ្រូមើលងាយអីជួនកាលស្ដីឲ្យថាលោកគ្រូឯងនោះគិតតែប្រយោជន៍ខ្លួនឯងឬលោកគ្រូឯងនោះគឺថាលំអៀងចេះលំអៀងចុះថាមិនក៏ដោយលោកគ្រូខ្លះខំច្រកហាលថ្ងៃហាលភ្លៀងហាលខ្យល់យកមកកសាងគេរិះគន់ថាលោកគ្រូនោះកេងទៅលុយវត្តយកតាមពិតធ្វើការងារវត្តគ្មានទាំងបានប្រាក់ខែអីអស់លុយខ្លួនឯងទៀតគេចោទថាឯងយកលុយវត្តទៀតកំថាឡើយយកលុយវត្តសម្បីតែលុយខ្លួនឯងចេញអស់មកកណោគ្មានពីណាគេជួយសងផងបើបានញោមញាតជួយចេញខ្លះមកវាធូរបើអត់មានទេលោកទៅសូត្រមុននេះឯនោះបានវិចខ្ចប់យកមកសងគេអូយ៉ាប់សុខចិត្តប្រឹងធ្វើការងារអត់ទាំងបានប្រាក់ខែផងគេស្ដីគេថាទៀតប៉ុន្តែលោកមានចិត្តមួយធ្ងន់ថាបើសិនជាឯងមិនធ្វើទេអ្នកថាវាបានតែថានឹងឯងអ្នកធ្វើទើបត្រូវពិតវាមិនពេញចិត្តអ្នកចាំថាបើមិនធ្វើបានពីណាបើអ្នកថានឹងវាអត់ធ្វើផងបើដូច្នេះហើយលោកអត់ធ្មត់នឹងពាក្យសម្ដីគេមើលងាយគេថាមិនគេថាទៅសុខចិត្តអត់ធ្មត់ណាញោមគ្រូបង្រៀនខ្លះសិស្សធ្លាប់មើលងាយចឹងដែរអើយគ្រូឯងលហាមម៉ែខ្ញុំឲ្យខ្ញុំជិះទៅឡានគ្រូឯងរត់ទៅម៉ូតូជិះគ្មានផងបើគ្រូឯងចំណាត់ចឹងជិះឡានបាត់ហើយបើគ្រូឯងចំណាត់ចឹងនៅផ្ទះថ្មបាត់ហើយនៅតែគ្រូសុខចិត្តអត់ធ្មត់បង្រៀនសិស្សឯងវាដើរពាក់ស្បែកជើងខ្ទាត់ឯងវាជិះកង់កាចាស់ហ្មងក៏ដោយប៉ុន្តែចំណេះឯងដែលចេះដឹងបង្រៀនគេទៅគេនឹងខ្លាចជាអ្នកមានឲ្យតែគេមានសុខស្រួលចុះគាត់ក្រតែឯងដែរញោមមើលឃើញណាអត់ធ្មត់នឹងពាក្យសម្ដីហើយគំភីរាំងកតាំងកតាលោកចូលចិត្តពោលពាក្យណាមួយឲ្យមានតម្លៃឲ្យសិស្សនឹងនឹកឃើញច្រើនដងជាពិសេសដាក់តែម្ដងចាំមួយជីវិតឧបមាដូចលោកឃើញពេញពីងពាត់ឯពេញទៅលើសាលាហ្នឹងហើយសិស្សវាអត់បោអញ្ចឹងលោកធ្វើសួរនេះណែគេធ្វើប៉ុនអីមានប៉ុននេះណាលោកឪចុះអញឃើញគេចងពីដានវាំងណូននេះក៏ច្រើនម្ល៉េះក្លែកមើលអូសិតតែសបុកពេញពីងតែប៉ុណ្ណឹងថ្ងៃក្រោយនេះនឹងដឹងឲ្យតែលោកគ្រូសួរថាគេធ្វើប៉ុនអីអាហ្នឹងដឹងណាហ្មងមើលពេញពីងមើលអីជាងកាលលោកឆាន់ទៅលោកថានេនឯងយកប៉ាន់នេះទៅមើលមកវាធ្លុះលិចទឹកអស់ហើយលេងនេននំមិនដឹងខំទៅយកប្រចាំងមើលចុះមើលឡើងអត់មានធ្លុះអីផងហ្នឹងប៉ាន់នៅចិត្តបើវានៅចិត្តមិនក៏អស់ទឹកអញភ្លេចឆុងទឹកប្រគេនលោកតែម្ដងហ្នឹងរៀងហ្មងដឹងហ្មងញោមអញ្ចឹងណានិយាយខ្លះទៀតទៅអស់ចង្ហាន់នេះគាត់អង្គុយប្រាជ្ញគ្នាអត់មើលលោកសួរថាញោមអាឆ្នាំងហ្នឹងទិញពីណាមកនោះទិញពីផ្សារមកហើយនៅមានគេលក់ច្រើនទៀតហើយអូនៅមានមកកណោអីគុណអាស្អាតជាងហ្នឹងក៏មានដែរឆ្នាំងស្អាតមែនតែញោមប៉ុន្តែវាតោះតែអស់បាយបើមានបាយដឹងល្អប៉ុណ្ណាមែនវៃអញភ្លេចមើលអូតែម្ដងហ្នឹងនិយាយដឹងហ្មងណាញោមណាអញ្ចឹងលោកចូលចិត្តពោលពាក្យណាមួយសំខាន់ហើយជាងការលោកធ្វើល្បិចឲ្យសិស្សលោកឃើញសិស្សដើរទៅដើរមកចឹងលោកដាក់សម្រាមនឹងមុខនឹងមើលដាក់ចានអីចោលនឹងមើលវាចេះយកទុកដាក់ឲ្យអត់ចាំមើលចរិតសិស្សហើយបើសិស្សឆ្លាតដឹងថាលោកគ្រូអញធ្វើនឹងចង់សាអញហើយបើកូនសិស្សមិនឆ្លាតទេដើរទៅហួសដើរមកហួសគាត់មើលអូអានេះយ៉ាប់តោះឆ្កៀសវាអញ្ចឹងណាញោមជាងកាលលោកដាក់សភៅមួយនៅក្បែរប៉ាន់ទឹកហ្នឹងហើយលោកយកជើងធូបមកខ្ទាស់ទុកចោលទៅហ្នឹងហើយដល់នេនចង់ដឹងថាម៉េចក៏បានលោកគ្រូដាក់ទៅហ្នឹងបើកអាទៅហ្នឹងមើលមកអូទៅហ្នឹងធွာល្អតាកត់យកទៅរៀនសិនអាហ្នឹងបកែហ្មងជាងកាលលោកដាក់បឆោតចឹងលោកមានពោលពាក្យច្រើនចឹង no អត្ថានេនយោជេតិគឺលោកចូលចិត្តរកវិធីណាដែលលោកចេះអីលោកមិនសគត់ទៅយកទៅទេលោកទុកឲ្យយើងទាំងអស់វិធីណាលោកផ្ទេបានលោកឲ្យហើយណាញោមណាអាត្មាធ្លាប់ជួបប្រទះគ្រូខ្លះញោមមករៀនក្អកផងហូសបោផងឲ្យកូនសិស្សគ្មានទាំងឈឺគ្មានទាំងគ្រុនផងកិច្ចអត់ចង់ចូលរៀនប៉ុន្តែលោកគ្រូនោះរៀនបដាញើសសបោបដាហូសបោបដាខំបង្រៀនសិស្សអាណិតគ្រូឲ្យចាស់មកកាត់ភ្លៀងទៀតបានអាត្មាសំណោះថាអញ្ចឹងមើលគាត់ដឹងថាជីវិតគាត់មិនទៀងទេគាត់នឹងស្លាប់ចោលទៅអ្វីដែលគាត់ចេះគាត់ប្រគល់ឲ្យមកកូនសិស្សនេះលក្ខណៈទាំងអស់នឹងហើយទាំង7យ៉ាងនឹងហើយដែលគេហៅថាជាគ្រូណាញោមណាហើយលោកសង្គ្រោះដល់មនុស្សទូទៅជាកុលបុត្រកូនអ្នកស្រុកអ្នកស្រែដែលមកស្នាក់នៅរៀននឹងលោកមានធម៌សង្គ្រោះដល់កុលបុត្រទូទៅ6យ៉ាងទៀត1គេហៅថាបានិវិរេនតិកូនណាក៏ដោយមកដល់សំណាក់លោកហើយលោកណែនាំឲ្យកិច្ចចេញអំពីអំពើបាបព្រោះថាបាបនឹងវានាំឲ្យខ្លួនយើងរងទុក្ខនាំឲ្យគ្រួសារលំបាកនាំឲ្យប្រទេសជាតិឬក៏អ្នកដទៃគេបានពិបាកដោយសារយើងឈឺក្បាលវិលមុខដោយសារយើងបើអញ្ចឹងយើងចង់ខ្លាចជាមនុស្សល្អយើងត្រូវកិច្ចចេញពីបាបទី2ទៀតទៅលោកហៅថាកល្យានេនិវាសេនតិលោកព្យាយាមដឹកនាំកូនអ្នកដតីនឹងឲ្យប្រព្រឹត្តអំពើល្អលើកឧទាហរណ៍ជាក់ស្ដែងពីនោះមួយមកបញ្យលឲ្យខំធ្វើល្អទី3កល្យានេអ្នកដឹកនាំគឺថាអនុកម្មបន្តិអនុគ្រោះ
កល្យានអ្នកមេនសានុកម្មបន្តិដឹកនាំកូនសិស្សនឹងដោយទឹកចិត្តដ៏ល្អដល់កល្យានមិត្តមានន័យថាលោកស្រឡាញ់រាប់អានជាមួយយើងនឹងធ្វើដូចជាញាតិអញ្ចឹងធ្វើដូចជាកូនបកើតអញ្ចឹងតាមពិតមិនមែនសោះលោកទម្លាក់មានអ្នករបស់លោកមកធ្វើសេចក្តីស្រឡាញ់រហូតដល់អ្នកខ្លះជួយកោសខ្យល់ជួយរកពេទ្យរកមកជួយព្យាបាលយើងស្រឡាញ់ដូចម្ដាយឪពុកបកើតអញ្ចឹងណាញោមណាឯចំណែកខាងទី4នោះគេហៅថាអសុតាំងបរិយៈអសុតាំងសាវេនតិគឺលោកព្យាយាមនិយាយរឿងនិយាយធម៌ណាដែលកូនសិស្សមិនតន់ចេះឲ្យកូនសិស្សចេះឡើងបានឲ្យកូនសិស្សកាន់តែយល់ហើយចំណែកទី5នោះសុតាំងបរិយោតបេនតិធម៌ណាដែលកូនសិស្សចេះហើយរៀនហើយលោករំលឹកលោកព្យាយាមដាស់តឿនញយញកុំឲ្យភ្លេចកុំឲ្យបាត់ស្មារតីឯទី6សក្កាំងមគ្គគឺលោកបានបង្រៀនផ្លូវទៅកាន់ឋានសួគ៌បង្ហាញផ្លូវធ្វើអញ្ចេះល្អធ្វើអញ្ចេះបានចម្រើនតាមនិស្ស័យរបស់សិស្សនេះសង្គ្រោះទៅដល់កុលបុត្រទូទៅឯចំណែកក្នុងតួនាទីគ្រូនិងសិស្សគឺមាន5យ៉ាងមកខាងម្នាក់ដតីពីនឹងទៀត1លោកហៅថាសុវនីតាំងវនេនតិលោកខិតខំចេះអីលោកខំបង្រៀនឲ្យល្អណែនាំឲ្យល្អទី3គឺថាសុកិហតាំងគិហាបេនតិគឺលោកខិតខំបង្ហាត់ខិតខំបង្រៀនដោយល្អអាមិញលោកទូមានឲ្យល្អអាលើកទី2នេះលោកខំបង្រៀនឲ្យបានល្អឲ្យបានយល់ឲ្យបានចេះដឹងអញ្ចឹងទៅណូអថានេនយោជេតិគឺលោកមិនឲ្យសិស្សទៅប្រព្រឹត្តផ្លូវអាក្រក់ទេឲ្យប្រព្រឹត្តផ្លូវល្អសពបែបយ៉ាងឲ្យស្រឡាញ់ឲ្យចូលចិត្តនៅអំពើល្អកុំឲ្យធ្វើខុសណែនេះហើយជាគុណធម៌ដ៏សំខាន់របស់លោកគ្រូដែលខិតខំបង្ហាត់បង្រៀនសិស្សឲ្យបានល្អហើយលើសពីនឹងទៅទៀតមិត្តតាមមច្ឆេសុបរិយោតបេនតិគឺថានៅមុខអាមិត្តមុខអាមាត្យនេះលោកច្រើនតែនិយាយរៀងបង្អាប់អានឹងគេថាពាក្យម្ដាយពាក្យគ្រូមានប្រៃមានជូរកម្រពីរោះប៉ុន្តែបើទាយឲ្យស្លាប់ណែខ្លះទាយឲ្យស្លាប់ទាយឲ្យរស់បើទាយឲ្យសាក់យោទាយចុះកុំខឹងណាញោមពាក្យម្ដាយពាក្យគ្រូកូនល្អប៉ុណ្ណាដោយភាគច្រើនគេមិនឲ្យដឹងចិត្តគេថាអូខ្ជិលប្រហែលនេនឯងអាណាគេឲ្យកូនទេវ៉េខ្ជិលយ៉ាងហ្នឹងគេច្រើនតែបង្អាប់ចុះបង្អាប់ឡើងអញ្ចឹងអាហ្នឹងនឹងមុខប៉ុន្តែបើផុតពីមុខទៅណែញោមកូនសិស្សអាត្មាមួយហ្នឹងរៀនបកកែណាចរិតល្អណាស់បកកែចេះបកកែចាំសភាពរៀបសារណាណកញោមមើលឃើញដែរអញ្ចឹងលោកចេះលើកតម្កើងកូនសិស្សខ្លួនឯងនៅកណ្ដាលចំណោមមិត្តភ័ក្តិនិងអាមាត្យទាំងឡាយឯចំណែកមួយទៀតទី5នោះគេហៅថាទិសាសុបរិតតាណੰងករោនតិគឺលោករក្សាកូនសិស្សគ្រប់ទិសទៅស្រុកនេះទៅភូមិនោះលើគេនិយាយដើមពីកូនសិស្សខនចេះក៏ចុះលោកចេញមុខការពារផ្លែតណែញោមឲ្យតាមពិតមិនមែនចង់ឯងចេះទេណោះឃើញណាលោកព្យាយាមការពារថែអាសាកូនសិស្សគ្រប់កាលគ្រប់វេលាណាញោមជួយតម្រង់ចឹងហើយបានជានៅក្នុងធម៌លោកថាយើងជាកូនសិស្សវិញត្រូវមានតួនាទី5យ៉ាងត្រឡប់ទៅវិញដែរមួយទៅអត់ឋាននេអ្នកចេះងើបឈរចេះក្រោកទទួលលោកចឹងទៅបច្ចុប្បន្នឋាននេអ្នកចូលទៅបំរើតាមពេលតាមវេលាចឹងទៅទី3សសោះសាយៈស្ដាប់ពាក្យព្រានបដៅលោកដោយគោរពចឹងទៅហើយមួយទៀតទៅគឺថាគឺចូលទៅបំរើមិនចាំបាច់តាមពេលតាមវេលាទេបំរើបន្តិចបន្តួចអីចឹងទៅបរិយាយេអ្នកគឺថាពេលឱកាសណាមានវេលាអាចចូលគាល់អាចជួយបំរើលោកក៏ជួយបានក៏ធ្វើតាមនងចឹងទៅឯមួយទៀតហៅថាសកច្ចាំងគឺទទួលយកការសិក្សាការរៀនសូត្ររបស់លោកដោយគោរពចឹងណាដោយគោរពតាមពាក្យពេចន៍ព្រានបដៅរបស់លោកហើយជាពិសេសបើលោកនៅរស់រៀនមានជីវិតយើងទំនុកបំរុងតាមបែបរស់ប៉ុន្តែបើលោកអនិច្ចធម៌លោកសគត់ទៅហើយក៏នាំគ្នាដឹងគុណលោកធ្វើបុណ្យប្រគេនលោកចឹងបានជាព្រះអង្គសម្ដែងនៅក្នុងសិគិលេកៈសូត្រថាប្រពចំពោះកុលបុត្រដែលត្រូវតែមានតួនាទីគោរពចំពោះអ្នកមានគុណហ្នឹងរឿងវាមានបរិះម្នាក់ហ្នឹងគាត់អត់ទាន់ដឹងគុណម៉ែឪទេណាញោមប៉ុន្តែមុននឹងនិទានរឿងហ្នឹងអាត្មានឹកឃើញរឿងគ្រូនិងសិស្សសិនបើយកតាមគ្រូកុំយកជ្រុលអីណាពីព្រោះវាមានរឿងគេហៅថាជួនកាលគ្រូលោកគ្រូនឹងបរៀនណាម៉េចចេះតែយកតាមទាំងអស់វាភ្លេចពាក្យសុភាសិតមួយឬក៏ពាក្យដាស់តឿនមួយគេថាពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយកណាញោមនៅក្នុងកពីធម្មបទនិទានពីគ្រូម្នាក់ហ្នឹងគាត់អដេញក្រិចណែគាត់ក្រិចជើងណាគាត់ឈឺជើងគាត់ដើរបាក់ខ្ញោចគាត់ទៅបង្រៀនសេះ
អាសត្វសេះហ្នឹងដើរតាមគ្រូហ្នឹងទាំងអស់អាសេះហ្នឹងវាអត់បាក់ជើងទេប៉ុន្តែដល់គ្រូហ្នឹងគាត់បាក់ជើងវាដើរធ្វើបាក់ខ្ញើយតាមគ្រូហ្នឹងទាំងអស់សេះគាត់អញ្ចឹងមានន័យថាជួនកាលគ្រូយើងគាត់មានលក្ខណៈមិនល្អបន្តិចបន្តួចអីយើងកុំប្រកាន់តាមអីអាត្មាធ្លាប់ប្រទះលោកគ្រូមួយអង្គលោកនៅរស់អញ្ចឹងលោកចូលចិត្តកាន់អាឈើគេឆ្កឹះច្បើងញោមស្រុកហ្នឹងមិនដឹងហៅអីគេហៅឈើឆាយណាអាមានកងេបន្តិចគេឆ្កឹះច្បើងដើរឆ្កឹះពេញទៅវាលដល់ទៅពេលលោកសកុតទៅបានកូនសិស្សថ្មីឡើងសក្រាចមួយថ្ងៃកាន់អាឈើនឹងឆ្កឹះតាមទៅលោករហូតវាមានអញ្ចឹងបានចាស់និទានអំពីលោកគ្រូបាទធ្លុះនិងលោកគ្រូសបកអលឹកណាញោមលោកគ្រូសបកអលឹកហ្នឹងលោកកើតប្រកាំងឈឺប្រកេះខ្លាំងក្តៅហើយតែលោកបានអលឹកលោកពុះយកអលឹកឆាន់ហើយយកអាសបកអលឹកហ្នឹងយកមកពាក់លើប្រកេះលោកដើម្បីឲ្យវាត្រជាក់ហើយដល់ទៅពេលលោកសកុតទៅកូនសិស្សឡើងធ្វើសក្រាចហ្នឹងអត់ទាន់បានចេះធေါ်អីទេប៉ុន្តែចំណាំសក្រាចតែបានអលឹកលោកពាក់អញ្ចឹងហើយដល់ខ្លួនឯងវាអត់មានកើតប្រកាំងអីផងឲ្យតែបានអលឹកពុះខ្វោកខ្វេះយកសាច់ចេញហើយពាក់ផ្លាប់អញ្ចឹងអង្គុយគេថាមិនបានធ្វើចឹងលោកមុនធ្វើអញ្ចឹងដែរពាក់តាមអញ្ចឹងទៅហើយលោកតាមួយអង្គទៀតលោកមើលបាតលោកវាធ្លុះហើយលោកចឹងដឹងធ្លុះនៅកន្លែងណារុនប៉ុណ្ណាលោកយកមកប្រចាំងថ្ងៃមើលចឹងទៅរាល់ថ្ងៃដល់ទៅពេលលោកសកុតទៅឡើងសក្រាចក្រោយមកញោមមកបាតលោកអត់ធ្លុះសោះប៉ុន្តែទៅលោកឆាន់ហើយយកបាតទៅប្រចាំងថ្ងៃមើលមិនសន្ធុះអញ្ចឹងដែរគេថាមិនបានធ្វើចឹងលោកមុនលោកមើលចឹងដែរចឹងបានគេហៅពីរហ្នឹងគេហៅមួយលោកគ្រូបាតធ្លុះមួយលោកគ្រូសបកអល័កចឹងអានេះវាគ្រាន់តែថារឿងកំដរបរិយាកាសញោមបន្តិចកុំឲ្យថាអាងថាយើងមុខថាស្អីក៏យកតាមអត់ទេកន្លែងណាដែលលោកមានអាការណាមិនគួរយកក៏មិនគួរយកអាកន្លែងណាមិនគួរផ្សព្វផ្សាយក៏មិនគួរផ្សព្វផ្សាយដែរមានន័យថាយើងជួយបិទជួយបាំងជួយថែរក្សាកិត្តិយសគ្រូយើងដែរភ្លើងក្នុងកុំឲ្យនាំចេញក្រៅភ្លើងក្រៅកុំឲ្យនាំចូលក្នុងផងដែរហើយនិយាយពីបរោះម្នាក់នោះវាទៅថ្វាយអង្គមទឹះរាល់តែព្រឹកដល់ទៅថ្វាយអង្គមមានសក់មានមុខទៅទឹកជោកថ្ងៃមួយប្រពុតទៅដល់សួរហើយមនាលមាននប់ណែឯងធ្វើអីមានសក់មានមុខទៅទឹកជោកអញ្ចឹងថាបបិទ្ធព្រះអង្គដោយចម្រើនខ្ញុំព្រះអង្គនោះវាគោរពរាប់អានពីឪពុកកាលពីគាត់នៅរស់គាត់ផ្ដាំថាឲ្យថ្វាយអង្គមទឹះទាំង6ឥឡូវគាត់ស្លាប់ទៅតាំងពីស្លាប់ទៅមកថ្វាយអង្គមរាល់ថ្ងៃទៅមកអញ្ចឹងត្រង់ថាធ្វើបុណ្យទឹះឲ្យខ្មោចឪពុកអត់មានទេគឺមកថ្វាយអង្គមទឹះរហូតបានប្រពុតលោកថាមនាលមាននប់ឪពុកណែឯងស្លាប់ទៅហើយប៉ុន្តែឪពុកណែឯងនឹងចង់ផ្ដាំថាកុំឲ្យណែឯងប្រព្រឹត្តអបាយមុខ6យ៉ាងតាគឺកុំទៅប្រព្រឹត្តលបែងស្រីស្រាពាលាភ្នាល់គ្នាដើរលេងហួសពេលវេលាសែបគប់បាបប្រមិតបើណែឯងទៅប្រព្រឹត្តទាំង6ហ្នឹងណាគឺទ្រព្យសម្បត្តិគេអកដែលឪពុកម្ដាយចែកឲ្យនឹងគឺបាត់បង់អស់ហើយឪពុកម្ដាយស្លាប់ទៅនឹងដូចឆ្ងាយពីណែឯងណាបាត់ទៅឆ្ងាយហើយប៉ុន្តែបើណែឯងមិនទៅប្រព្រឹត្តអបាយមុខទាំង6នឹងទេម្ដាយឪពុកស្លាប់ទៅមែនដូចអត់ស្លាប់ទេដូចនៅជាមួយណែឯងឲ្យណែឯងចម្រុងចម្រើនរហូតអញ្ចឹងព្រះអង្គក៏សម្ដែងទោសឲ្យស្ដាប់ក្នុងមួយមាន6យ៉ាងដូចជាទៅដើរលេងហួសពេលវេលាសែបគប់បាបប្រមិតនឹងខ្ជិលច្អូសវានាំឲ្យយើងនឹងឯងដើរជន់ដានជើងចោលទៅចូលជាប់ពាក់ព័ន្ធបត់ល្មើសជាមួយគេទៅបង្កទំនាស់ឆ្លោះជាមួយគេហើយជន់មេរោគចូលផ្ទះស្រួលទៅទៀតទៅខ្លួនយើងនឹងអត់បានថែរក្សាទ្រព្យវាមានចោលលួចហិនហោចអស់ហើយខ្លួនយើងធ្លាក់ខ្លួនឈឺអស់លុយអស់ទ្រព្យទៀតដោយសារតាដើរលេងហួសពេលវេលាសែបគប់បាបប្រមិតអីអស់ហ្នឹងព្រះអង្គក៏សម្ដែងទោសឲ្យស្ដាប់ចប់ទៅព្រះអង្គបញ្ជាក់ថាមនាលមាននប់ទឹះទាំង6ហ្នឹងចេះទេឪពុកណែឯងផ្ដាំឲ្យណែឯងហ្នឹងអនុគ្រោះដល់មនុស្សទាំង6ក្រុមនៅជុំវិញខ្លួនហ្នឹងនៅក្នុងសាសនាតថាគតនេះទឹះទាំង6គឺតំណាងមនុស្ស6ក្រុមទិសខាងកើតតំណាងឲ្យមេត្តាបិតាទិសខាងត្បូងតំណាងគ្រូអាចារ្យទិសខាងលិចតំណាងបុត្រភរិយាទិសខាងជើងតំណាងឲ្យមិត្តសម្លាញ់ទិសខាងលើតំណាងឲ្យសាមណៈព្រាហ្មណ៍ទិសខាងក្រោមតំណាងឲ្យទាសកម្មករថ្វាយអង្គមទិសទាំង6មិនមែនទៅថ្វាយអង្គមមែនតែនទេគឺទៅបំពេញកាតព្វកិច្ចសង្គ្រោះដល់មនុស្ស6ក្រុមហ្នឹងសង្គ្រោះហើយម៉េចបើគេនៅរស់ទំនុកបំរុងផ្ចង់ផ្ដើមជូនតាមបែបរស់ហើយបើស្លាប់ទៅហើយបប្រតិបត្តិតាមបែបអ្នកស្លាប់ដូចជាទិសខាងត្បូងជាទិសគ្រូអាចារ្យយើងមានចំណេះចេះដឹងពីគ្រូណាពីឧបជាណា
đôi chân này hỏi à lời nâng dương bàn mục bàn mọt bàn chấm này đằng hỏi dương đằng côn cừu nâng phong tầm nục bầm rong lục phong ní bên lục này rùa ở cho bên lục sực lục slap từ hỏi thừa bón ở từ bờ kênh lục phong ní cái hai thoại cũng từ khang thấp bông chẳng dương bên ní thoại cũng từ khang thấp bông ngay này nhom ná ốp chia dê cha là bỏ dương ai từ khang lơ samana priêm cướp sờ lanh thừa bón chỉ môi lục ông na để thừa hạt chui dương ở bàn bón ở từ ai mày ở đồn ta dương á à lấy bên lục sực hay ai thừa bón bờ kênh lục phong dương có mà thừa chẳng tiết bà không thành nạ chia bờ song thò mà đa tế chỉ một thằng dương thoại cũng từ khang cá ở từ khang lơ hai bờ không thành nạ chia ốp chia là bỏ dương miền này thằng dương thoại cũng từ khang thấp bông hay bờ đây bờ pôn ấy thoại cũng từ khang lạnh anh nó cứ sưng cua đó bờ đây bờ pôn hay mật sầm lánh từ khang trơn hay bờ khang cám tia xạ cam mà co à lấy dương không tin ní cứ thoại bằng cũng từ khang bồn phong từ khang lừa phong na nhôm na nè na thưa chết ban hai thà côn ló hai thà sờ lọ rồi nè anh ọt đắng khom mà từ thoại cùng men tên khmoi ở bục kêu opchia ye cha ọt là hốt na nhôm ban pa ong pầm plư nâng hai chỉ tuôn nè ti cả tập bậc cách rồi bỏ dương để nơi rùa chỉ côn sa chỉ côn côn từ thưa bón bậc kên lốp bén lốp từ tua là nơi chỉ thòm từ nè nít skinเลยcả sốt lốp sầm đành chẳng à lời ba dân đăng tuôn nè ti sa tuôn nè ti kêu hai cho bậc bay này tầm niệm tầm lọp bẹ pon từ nâng rương cam bị thi bón nâng chỉ mạch mà nô để slap từ nâng từ ti na nhom nè khla cái tha slap từ cao tiết nè khla ta tê mình cao tiết tê từ slap từ sâu nai ấy cho bậc Phậtศาสนาlục tham mạch ôi chết tật thế nâng sa sạ tật thế nè bậc can tha sắp slap từ đăng từ cao tiết của kho thà slap từ lên cao tiết hỏi ọt cao tiết tế còn nơi ta kho ở cho họ mạch đại trừ nó nơi khăn bò rầm mắt cái thà ọt miền sạt bậc cột tua khuôn tế đầy tập lương sọp xóm cùng khi ở cao chỉ rụp riêng miền bình nhiên trôn một khung krong ấy chẳng tư lấy để dương của bạn dây pin dây tam bẹp nè lần gông đôi tham á thành che thà sạt slap từ cao tiết từng o nó có việc mình trừ thà mình cao tiết so cô mình trừ bị pro ấy việc miền cao tiết khla mình cao tiết khla cho nên na mình cao nè na cao prehara bậc chia prehara hát prehara hon lục óc cái lẽ ạ và chia toàn là hao ba tiền cắm lục ọt cao tê cá slap rồi bỏ lục cái hai thà pre nè piên ọt cao tê na nhôm ai chấm này bật thoi chôn dương cái hai thà xăm mà tệ mẹ đàn nè slap tới nơi cao tiết bị pro dương nơi miền ạ và chia toàn là hao ba tiền cắm tiền lọ tiền ngạc cọ dây khang ngạc cọ của miền khang lọ của miền đôi khang lõ nè khla lùi thưa bón bát nai cao chia nè miền mà nụ nâng trời tạc cát mà vẫn thưa nè miền nè khla lùi thưa bón bát nai cao chia nè thôm trời tạc cát mà vẫn chia nè thôm miền dây khla bát nai cao mà miền rụp sạt đôi nè ngoma toàn tây cao mà miền rụp sạt pro na khơi về nhá na hay men miền thưa bón tới cao mà pro khơi nhưng nâng về men bờ cặp bông ta hậu bay vô bay nhọt khịa lón na nhom đào từ phum na nè phum nâng đâm bay bơm khói tới chạy lại từ hai chiang tè tam mưa niềng nâng sạt na mau bị chọp bát na nông ạ nè khla đôi bị sa khá bát na thà ở khuôn nâng ấy cao mau chít khói toàn pre khai chít bát thô bát thạ có cá toàn pre men và bát chăn là bát chốt bị chít môn máu kịp prơ ở dọc bay rút tới đại chừng han lục hơi bát na thà chít khói xôm ở miền cầm lăng khăng rút ở lươn miền chấm đi sật từ lươn hơi bán đôi chặt men hơi miền rương trơn chăng nè đôi chít chốt tất cả sẽ thấy bát na ở miền trọp trơn hơi chào lùi tứ cầm ở lùi bàn này sao có cả một miền trọp sầm bắt trao lùi ọt bàn men ní khang lọ ri ai khang ngạc rọ nè khla chỉ bẹ lùi cái ọt toàn sòng rút kích về sẽ chụp nè mà trả lùi đó là slap tới là nông anh trời một sòng lùi kỳ tới tất cả tiệt dạng hỏi thưa nhom bằng rơ khi mà chiết lùi đài rồi thôi nè khla lùi giờ là bỏ vọt tăng bị play chơi chán năng pan pen là bỏ cột phòn là bỏ ấy là nông anh rồi thôi chụp chỉ bẹ chỉ mùi vọt tới tất cả tiệt cả một bằng rơ vọt rồi mà tôi cho rồi chương buôn của tôi môi nơi diêm vọt năng thiệt chừng các cá chỉ mà từ bậc priệ nâng vọt nâng nè khla từ cá chỉ xây nâng vọt nâng cái dương ở đằng này anh nâng bị chọp chăng á nhở nè khla vay kê rút nè nâng ấy từ cá mà mình ao kỳ vay mình nè khla chia sẽ đây thao kê mưa nghề kê từ cá mà mình từ câu thao tiếp ao kỳ mưa nghề mình chẳng bàn lục tha bật thoi chôn dương sam mà tệ mẹ nạ slap hỏi nơi cá tiệt ta từ cá cái lại nà cái lại sạch cáในขนมลมหอมเมย์dương đi từng ở miền sam sập mùi cái lại nè nhóm sam sập mùi cái lại nâng che cái lại để trời từ cá nẹt lá rụp cài chỉ menu hay là lời nâng menu pan tay
ប្រព្រឹត្តតែអំពើបាបអត់ដឹងគុណម៉ែឪអត់ដឹងគុណគ្រូឧបជាយាចាមនុស្សនេះស្លាប់ទៅកាលណានឹងទៅកើតជាសត្វដេរឆានវិញណាញោមទៅកើតជាសត្វដេរឆានគោក្របីតម្រៃសេះឆ្កែឆ្មាអញ្ចឹងគេហៅឲ្យថាមនុស្សដេរឆានណោមនុស្សឲ្យមិនដឹងគុណគេឯចំណែកមួយទៀតរូបរាងកាយជាមនុស្សហើយប៉ុន្តែនិយាយពីបកែតែខ្វះដើរទៅលួចបិចបោចទៅទ្រព្យសម្បត្តិគេរហូតមកជីវិតចាស់ហើយនៅទៅលួចទៀតមនុស្សនេះស្លាប់ទៅកើតកន្លែងប្រែតអត់ចំណីអាហាររហូតពីព្រោះអាកាពះប្រពន្ធតឡោកដងចាំមិនរស់ដើរទៅលួចគេបានដាំពូជទៅកើតអាកន្លែងអត់នឹងតែហ្មងកើតជាប្រែតគេហៅឲ្យថាមនុស្សសប៉ែតតោមនុស្សមួយទៀតត្រេកអរទាំងគេធ្វើបាបស្លាប់ទៅក៏ទៅកើតជាអសូរកាយគេហៅថាមនុស្សអសូរកាយអញ្ចឹងទៅមនុស្សមួយទៀតត្រេកអរតែពីគេធ្វើបាបខ្លួនឯងចូលចិត្តកាប់ចាក់វាយដុំអត់មានយល់ធម៌មេត្តាសន្តោសបណីទេមនុស្សនេះស្លាប់ទៅកើតនរកគេហៅថាមនុស្សសនេរិយិកោដល់តែមនុស្សមួយទៀតរូបរាងកាយជាមនុស្សទេប៉ុន្តែចេះដឹងគុណទោសខុសត្រូវដឹងម៉ែដឹងឪដឹងគ្រូឧបជាយាចាមនុស្សបែបនេះស្លាប់ទៅកើតជាមនុស្សវិញគេហៅថាមនុស្សស័កមនុស្សសោឯមនុស្សមកបែបទៀតរូបរាងកាយជាមនុស្សសោះមានចិត្តដូចទេវតាចេះរក្សាសិល5ចាំសិល8ចេះធ្វើបុណ្យចេះឲ្យទានចែកដល់គេរូបរាងកាយជាមនុស្សចេះដូចទេវតាអនាគតទៅនឹងបានទៅកើតក្នុងឋានទេវតាទាំង6ជាន់មានចាតុមហារាជការតាវតង្សាយាមាដោះសិទ្ធិនឹមមានរតីប្រណិមិតវសវត្ថីឯមនុស្សមកបែបទៀតធុញថប់នឹងចង់ចាញ់ចង់ឈ្នះគេពីដើមអញវាចង់ចាញ់ចង់ឈ្នះឯងទិញកង់អញទិញកង់ឯងទិញម៉ូតូអញទិញម៉ូតូឯងទិញឡានអញទិញឡានឯងធ្វើផ្ទះថ្មីអញធ្វើផ្ទះថ្មីឯងចាក់ដីខ្ពស់អញចាក់ខ្ពស់ដែរចាក់ចុះឡើងជិះម៉ូតូឡើងដួលចង់បាក់កពី3ដងជួនកាលទៅឯងធ្វើផ្ទះខ្ពស់អញធ្វើឲ្យខ្ពស់ឯងធ្វើធំអញធ្វើធំធ្វើយូរទៅដេកមកប្រឡងក្រែផ្ទះសល់ចោលទេឥឡូវអញលែងចង់ឈ្នះពីណាណាមានអីមានទៅអញធ្វើទៅស្ងប់ស្រួលទៅសមាធិរងាប់លែងចង់ចាញ់ចង់ឈ្នះលែងចង់កាច់កង់ពីណាចេញក៏ដឹងចូលក៏ដឹងទៅមនុស្សនឹងនឿយណាយប៉ុណ្ណឹងទៅសមាធិអនាគតទៅស្លាប់ទៅកើតក្នុងឋានព្រំរូបព្រំមកមាន16ឋានមានព្រំបរិសច្ជាប្រោហេតាមហាព្រំមេប្រតាភិអបមានាភិអភសរាប្រតិភិអបមានសភិសភកិន្ហាវិហបលាសញ្ញីសតាអវិហាតបសទសាសទស័យនិងអកនិដ្ឋកាមានយាយតាមួយចំនួនទៀតក៏ធុញថប់នឹងរូបរាងកាយមិនដឹងជាស្អីទេមួយថ្ងៃទាឯងទៅឈឺឯងខំលេបថ្នាំខំហូបបាយខំលេបម្សៅលាបក្រែមលាបថ្នាំឲ្យវាថែវាគិតតែទាឯងឈឺសោះឯងហូបចូលទៅសិតតែរបស់ឆ្ងាញ់ចេញមកវិញប្រឡោះណាក៏អត់ឈ្ងុយអីសោះដូច្នេះគាត់ធុញនឹងរូបរាងកាយនេះទៅសមាធិលែងស្រឡាញ់រូបរាងកាយនេះលះបង់វាស្លាប់អីក៏ស្លាប់ទៅមនុស្សដែលធុញថប់នឹងរូបរាងកាយនេះដល់ទៅសមាធិដល់កម្រិតស្លាប់ទៅសម្រាប់អីអរូបព្រំមាន4កន្លែងអាកាសានញ្ញចយតនៈវិញ្ញាណញ្ញចយតនៈអកិញ្ចញ្ញយតនៈនេវសញ្ញានាសញ្ញាយតនៈអញ្ចឹងលំហមេឃនឹងសរុបទៅមានកន្លែងសត្វកើត31កន្លែងហ្នឹងគឺរូបព្រំមាន4កន្លែងរូបព្រំ16ឋានទេវតា6ឋានមនុស្សនេះ1និងអបាយភូមិមាន4កន្លែងតើយើងទៅកើតឯណាយើងមិនដឹងថាទៅកើតឯណានឹងបានមានធ្វើបុណ្យតក្កិណានុបទានឧទ្ទិសទៅឲ្យណាញោមណានៅក្នុងធម៌លោកថាបើញាតិណាមួយទៅកើតទីថោកទាបរមែងរួចចាក់ទីដល់ថោកទាបនោះដោយដេកជះគឺបុណ្យយើងធ្វើទៅនេះហើយបើនៅនោះបានទីខ្ពង់ខ្ពស់ហើយនឹងបានរឹងរិតតែខ្ពង់ខ្ពស់ថែមទៀតអញ្ចឹងបានអ្នកនៅរស់ធ្វើបុណ្យជូនអ្នកស្លាប់ខ្លាចក្រែងអ្នកស្លាប់នោះទៅកើតទីណាមួយយើងមិនដឹងទេណាញោមកាលធ្វើថ្ងៃដំបូងស្លាប់ដំបូងគេហៅថាមគ្គតកៈទានឬមគ្គតកៈផតអញ្ចឹងបានអាត្មាថាអ្នកនៅរស់ធ្វើបុណ្យជូនអ្នកស្លាប់មាន3មួយគេហៅបុណ្យមរណៈសង្គ្រោះឬហៅថាបុណ្យសពឬបុណ្យខ្មោចគេសង្គ្រោះឲ្យធម៌4គឺចូលចាប់មគ្គផលតាមមានបានជួយស្មូតជួយសូត្រធម៌អាជួយនិយាយពាក្យល្អហៅថាបយវច្ចៈអត្ថចរិយាជាប្រយោជន៍ដល់គ្នានឹងគ្នាមានន័យថាចេះអីជួយនឹងទៅកុំចាំតែគេជួលឯទី4សមានណត្តតាមិនបាច់ប្រកាន់ថាយើងអ្នកមានអ្នកក្រអីទេស្លាប់មួយដូចគ្នាទេមកជួយគ្នាមកការសង្គ្រោះដែលពេលមានមនុស្សស្លាប់នោះគេហៅថាបុណ្យមរណៈសង្គ្រោះទី2គេហៅថាបុណ្យជាបណកិច្ចគឺយើងចូលរួមទុកដាក់សាកសពឲ្យសមគួរតាមប្រពៃណីដូចជាតម្កល់ទុកនៅក្នុងដីបោះក្នុងដាក់ចោលក្នុងព្រៃបោះចូលក្នុងទឹកឬក៏ដុតបូជាដោយភ្លើងជាដើមទៅពិធីណាមួយក៏ដោយក៏អ្នកធ្វើបានបុណ្យបានអានិសង្សដែរឯចំណែកបុណ្យទី3គឺបុណ្យតក្កិណានុបទានតក្កិណានុបទានហ្នឹងគឺពិធីផ្ញើសហុយបញ្ជូនទៅប្រគេនទៅឲ្យអ្នកដែលស្លាប់ទៅនោះតក្កិណានុបទានមាន3ឬ4របៀបតាម
ទម្លាប់ដែលត្រូវធ្វើមកទី1គេធ្វើថ្ងៃស្លាប់គេហៅថាមគ្គតកទានឬមគ្គតកផាត់ទី2គេធ្វើថ្ងៃទី7គេហៅថាបុណ្យ7ថ្ងៃព្រោះអីខ្លាចអារម្មណ៍អ្នកស្លាប់ទៅនឹងនៅអាឡោះអាល័យទីកន្លែងជាប់ជាពាក់នឹងបងប្អូនទ្រព្យសម្បត្តិគេអកអ្នកនោះអត់តន់ទៅណាឆ្ងាយទេស្លាប់ទៅនៅកើតក្បែរនឹង7ថ្ងៃសិនណាញោមជួនកាលមានរូបកាយមើលឃើញពិតប្រាកដជាសត្វនេះសត្វនោះជួនកាលអត់មានរូបកាយពិតប្រាកដទេគេហៅថាអតិសមានកាយហើយមនុស្សបែបនេះហើយដែលយើងហៅថាព្រលឹងម៉ែព្រលឹងឪមកបញ្យល់សពមិនមែនព្រលឹងទេនោះហើយគឺជាកំណើតបដោះអាសន្នអ្នកដែលស្លាប់ទៅនឹងឯងជាប់ជំពាក់7ថ្ងៃបានតកំណើតទៅទៀតអញ្ចឹងបានគេធ្វើបុណ្យឲ្យតនៅថ្ងៃទី7ហ្នឹងដូចយាយខ្លះគាត់អាឡោះអាល័យជាមួយនឹងដំណាំស្លាប់ទៅកើតនឹងជាការដំណាំនោះទៅណាហើយដូចជាទេសៈភិក្ខុអាឡោះអាល័យនឹងជាពរថ្មីរបស់លោកដល់ទៅលោកសកុតទៅលោកកើតទៅជាចៃខ្មោតនៅនឹងជាពរហ្នឹងអស់7ថ្ងៃអត់មានពីណាដឹងទេភិក្ខុយកជាពរចៃគ្នាបានប្រពុតខាត់ថាឲ្យទុកសិនចៃនឹងវាស្រែកថាចោទៅដើមជាពរខ្ញុំលោកអើយជួយផងហើយលោកមានតែស្ដាប់ឲ្យឮសំឡេងចៃមិនដឹងសំឡេងប្រមាណ MHz ផងម្ល៉េះឲ្យស្ដាប់អត់ឮបានប្រពុតខាត់ថាឲ្យទុកសិនបានព្រះអង្គដាក់ច្បាប់ថារបស់ភិក្ខុសង្ឃបើលោកចង់ឲ្យទៅណាឲ្យអង្កាលនៅរស់ឲ្យហើយតែលោកសកុតទៅคล้ายទៅជារបស់វត្តទាំងអស់កៈរូបភ័ណ្ឌទុកសម្រាប់វត្តលៈរូបភ័ណ្ឌសង្ឃយកចែកគ្នាប្រើប៉ុន្តែកុំអាលចែកទុកឲ្យកន្លង7ថ្ងៃសិនហេតុអីបានព្រះអង្គថាទុកឲ្យកន្លង7ថ្ងៃព្រោះព្រះអង្គដឹងថាកំណើតជាប់ជាពាក់អញ្ចឹងណាវាច្រើនតែ7ថ្ងៃលែងលោកធ្វើដំណើរទៅទៀតហើយអញ្ចឹងបានជាពីកន្លងមកច្រើនតែលោកសកុតទៅហើយគឺគេនាំគ្នាមិនប៉ះពាល់កន្លែងលោកអស់7ថ្ងៃអញ្ចឹងណាញោមណានឹងហើយដោយសារមានអារម្មណ៍ជាប់ជំពាក់មួយ7ថ្ងៃតកំណើតទៅទៀតបានគេធ្វើបុណ្យ7ថ្ងៃហើយបន្ទាប់មកទៀតគេធ្វើបុណ្យ100ថ្ងៃដូចយើងធ្វើពេលហ្នឹងហេតុអីបានគេធ្វើ100ថ្ងៃគេថាមនុស្សដែលស្លាប់ទៅពធលោកសំដែងថាសព្ពេសត្តាមរិសន្តិមរណន្តងហេជីវិតងយថាកម្មង្កមិសន្តិបញ្ញបបៈពលុបគានិរិយ៉ាងបបកម្មន្តាបញ្ញកម្មចសោកតੰខ្ញុំស្ដាប់បានទេអត់ហ្នឹងដឹងស្ដាប់ថៃបានដឹងថាមិនទិញតងតੰលោកចង់ថាអញ្ចេះថាជីវិតរបស់សត្វលោកទាំងអស់ហ្នឹងកិច្ចមិនផុតពីស្លាប់ទេហើយក្រោយពីស្លាប់ទៅណែឯងកាន់សាសនាណាក៏ដោយអ្វីដែលធ្វើតាំងពីនៅរស់ដល់ថ្ងៃស្លាប់ហ្នឹងគឺអំពើហ្នឹងឯងវាអ្នកចាត់ចែងបើធ្វើបុណ្យច្រើនជាងមនុស្សហ្នឹងទៅកើតឋានសួគ៌ជាមនុស្សឬទេវតាហើយបើសិនជាមនុស្សនឹងធ្វើបាបច្រើនជាងនឹងទៅនរកប្រែតហើយទៅកើតកន្លែងថោកទាបហេតុដូច្នោះបានលោកបញ្ជាក់ថាតាស្មាករិយកល្យាណងនិច្ចយ៉ាងសម្រាយកាំងបញ្ញានិបរលោកកាស្មងបតថាហោនទេបានិណងព្រោះហេតុដូច្នោះហើយសាធុជនយើងចង់បានសុខខំធ្វើបុណ្យបដើទៅណាញោមណាយើងអត់ទៀងថាស្លាប់ថ្ងៃណាទេបើស្លាប់ទៅសុំឲ្យបានបុណ្យច្រើនជាងបាបញោមអាត្មាសុំសួរតិចញោមចង់ដឹងថាខ្លួនស្លាប់ទៅកើតឯណាដែរអត់ញោមចង់ដឹងទេបើចង់ដឹងអាត្មាប្រាប់របៀបញោមទៅផ្សារទិញសភៅ2ក្បាលមកបិចពី3ដើមមួយក្បាលដាក់ខាងនេះមួយក្បាលដាក់ខាងនេះថ្ងៃហ្នឹងចូលបុណ្យគេប្រហែលសេដាក់នេះសូត្រធម៌ប្រហែលសេដាក់នេះរាប់បាត់លោកប្រហែលសេដាក់នេះហើយដល់ខាងនេះថ្ងៃហ្នឹងជាបចោគេប្រហែលសេដាក់នេះនិយាយដើមគេប្រហែលសេដាក់នេះវាយគេប្រហែលសេដាក់នេះចឹងមកចាក់ចុចអីមិនសេដាក់នេះមកធ្វើអញ្ចឹងរាល់ថ្ងៃទៅដល់ពេលចិត្តស្លាប់យកអាទាំងពីរហ្នឹងមកមើលខាងណាច្រើនជាងបើខាងនេះច្រើនជាងអានឹងទៅលើបើខាងនេះច្រើនជាងទៅក្រោមហ្នឹងណាញោមណាអញ្ចឹងសរុបដោយខ្លីឲ្យងាយយល់ថាជីវិតយើងក្រោយពីស្លាប់ទៅបើបុណ្យច្រើនជាងបាបនៅនឹងឯងបានទៅឋានសួគ៌ឬកើតជាមនុស្សប៉ុន្តែបើបាបច្រើនជាងបុណ្យទៅក្រោមមកជួយអត់បានទេយល់បានបុណ្យច្រើនជាងស្លាប់ទៅកើតឋានសួគ៌បាបច្រើនជាងទៅកើតនរកចុះបើបុណ្យឲ្យបាបស្មើគ្នាតើឲ្យទៅកើតឯណាចុះបើបុណ្យក៏ធ្វើបាបក៏ធ្វើចូលបុណ្យក៏ចូលជេរបចោគេក៏ជេរបុណ្យក៏ធ្វើបាបក៏ធ្វើជួនកាលទៅស្មាតទោចុះចំណាស់ប៉ុណ្ណេះតម្រាំចូលមកកាន់សិលដឹងដើរវាយកូនកទុំរុយអស់ប្រមាណដែរដើរវាយកូនកទុំរុយលេងអញ្ចឹងណាអញ្ចឹងហើយបុណ្យផងបាបផងត្រឡប់ត្រលិនទៅខ្លាចគីឡូវាចែកគ្នាមិនតាន់ដាច់ទៅឯណាមនុស្សបែបនេះស្លាប់ទៅកាន់សំណាក់យមរាជទៅដល់យមរាជក៏សួរនាំរកបុណ្យគេហៅថា50+1ណាញោមបុណ្យ50បាប50បើណាមានខាងណាតែមួយឈ្នះហ្មងអញ្ចឹងសួរបុណ្យនិយាយនៅជាមនុស្សដែលធ្វើបុណ្យនៃអត់ដែលធ្វើសិលនៃអត់បើយើងនឹកឃើញខ្ញុំធ្លាប់ហែកឋិនខ្ញុំធ្លាប់បួសកូនខ្ញុំធ្លាប់ចូលកសាងនឹកឃើញតែប៉ុណ្ណឹងបញ្ញកិរិយាវត្ថុទី9ធ្វើឲ្យយើងត្រេកអរបានបុណ្យមកជ្រោចមកទៀតយើងឈ្នះហ្មងញោមបានត្រឡប់មកវិញប៉ុន្តែបើសួរនេះសួរនោះហើយនៅតែរនឹកមិនឃើញទេគេសួរទេវទូតទៅសោតរនឹកមិនឃើញទៀតគេឃុំទុកនៅក្នុងហ្មង
khom tục đo ngày na khom tục đo ngày tim mà rồi ban kịp bạc savanaka mà đòn tiệt kế bạc savanaka mà đòn tiệt dùng đi thả nè ní slap máu cướp mà rồi thằng ngày ở toàn ban bị chập cầm nát đây na thếในการสำนักdương lấy cướp mà rồi thằng ngày bạc savanaka quạt mà ngày quạt sầm rạ cho ngày nâng cầm ai rong tục ấy ho dùng mà ba tranh từ mưa sọc mà nuôi mưa miền bong pôn na thưa bон ao đấy miền bong pôn côn trai na thưa bон ao thế bờ sân chim miến mà vô quạt ở từตัวbon nâng từ cao chim nuôi từ cao tê đa choไอ้เบิกเมียนนาเธอบอลเอาไอ้โยกอดมารองตกในที่นี้ตัวเราออกกรรมธรรมดองเธอเกศักษาเคยแต่นังบ้านเกณฑ์นอมคนนี้ประกาศกรรมวิธีบอลเอาตอนนาทั้งไงตีมารอยนังเอาชมัวทาบอลมารอยทั้งไงมารอยทั้งไงจังตื้อนะยอมนะโดยสาธาบอลมารอยทั้งไงนังเบอร์ไม่เอาโดนตาเยอะมันตอนบ้านไปจับกับนาเต้กอดบ้านไงนังอ่ะปุ๊เมียนยมแบบบ้านมาช่วยโลบมือปั้นเมียนใหญ่ตากลักกอดตอวาตาจ่อได้คนเบอร์กันนะเตรียมตีโรสายตินเลือกปีมารอยบัตรหอยเธอไม่เตอคลาทานในควักปีไงที่บ้านมารอยเธอไม่เตออันนั้นเจ้ตามปัตเตอร์ผมเปิลไงยามารอยไงประมาณไงนั่งประมาณประปุตเนี่ยประกอบเอายังเธอเต้ยังเธอไงนาก็ตะบานได้เมาไปยังศักษาเคยเรื่องกิจลอบเธอบ้านก็เอาเธอตามขณีเตอร์ปันไตขนองแหลกคันทอระบอกเปรี้ยไงนาก็เธอบ้านได้เลือกปีมารอยควักปีมารอยเมียนวิธีมวยช่วยบ้านคือพญาตามเตปดาจังบ้านจีเรียบเวจังหันแกเอายังเชิงเตปดาสันในขนมสตราสับประสดเอาเชิงเตปดาขนมยังกัญชารมานังนั้นเอายังเชิงเตปดาสันดอลเตปดามาห้อยยังบ้านโจลถือบอลตีมวยยังโจลประเกณฑ์ตอลตีปียังอดตื้อตีใบเนี่ยสลับนุ่งอะนโมตเนียเบอร์เนี่ยสลับนุ่งมันดังเตบ้านจงเคราอย่าจ้านอมขณีโซดอย่างกัญอิมินีเยเตวตาเตวีกรทวานเวทยงเมียนเปียประดามพญาตามเตปดาเอานอมตำนังนั่งแต่ปรับดอนนงพองจังเตปดาอะนโมตเนียบอลให้นอมตำนังนั่งแต่ปรับบานโดยคณีนะโยมนะจังเลือกปีมารอยคว้าปีมารอยก็บานได้เอาแต่พญาตามเตปดาหอยหนึ่งถ้วยตรำไตรประกอบโดยอ่องใบโกนนาถ้วยจังบานดอลปกมาได้เสนาถ้วยจังบานดอลครูปิดประกอบหอยบานตูนในตีมวยจีโกนล้อจีเสล้อนั่งแต่ตัวอาในซองกัดถิวเบิกโกนวิ่งนั่งเรื่องรัตแต่จิมร้านปากกายรงเรื่องบาสวิ่งนั่งคลายแต่จีเนียปลายนั่งจีเนียปากกายต่อตมุกเมียนจิมเนเจดังเมียนปัญญาปาที่รอจีดอะไรขนองเนียมจีโกนจังเสกนยังบานผมเป็นกระตับปากกายละอหายน้องเนี่ยเธอบอลปากเกนแปรครูอุปเชียยังหายบดโดยชนะหายส้มแปรครูอุปเชียวินัยเทไรรัฐาอะนโมตเนียตัวกสอลพอลบอลนี้สาวสมบัติตับตามปัฒนาให้บรรลุบานกระไลขพงขปูหอยเริงรถแต่ขพงขปูปะตอเตียดเลือกปีนี้เตียดอัตตะเปรอุปเชียอัตตะเปรหนุกลเปรปเทียนเปรครูกรุปปองประชาอติกากรุปปองจากคณะกรรมการยตาพุทธบริษัทเนี่ยมีอุปการะคุณจุปูจิตศาสนากรุปคณีแต่บานปะใบใจทานตื่นนุก็ยืงอดตื่นทวายประเกณฑ์ดอนโลกตั้งออกคณีนุพองได้ตั้งออกอ่องตั้งออกคณีนุพองได้ไอจำนายโยมยิดตั้งออกประกนมาจากตั้งออกก็เมียนเมียดาใบดาโดนตายังเรียงคลวนได้ก็สมมาตื่นพอลบอลนี่ไอบานดอนยิติกาโดนตายังเรียงคล้วนเรียงองพองได้นะโยมนะบโดยชนะหอยส้มวันนี้ตั้งนู้อะนโมตเนียบนนี่จ่อเตปดาตั้งหลายได้เชิญหมออะนโมตเนียบนนี่นอมตำนังแต่พดังปรับดอลเปียครูนั่งโยมยิตั้งนู้พองส้มเตปดาตั้งหลายช่วยแทสากาปีปกุลมาจากครูปองเปรอุปชีเปรหนุกุลเริงเปรมันไตรซองประชาติกาครูปองนั่งลูกยัยลูกตาจากคณะกรรมการพุทธบริษัทตั้งออกนี่เอาจูบใจสิกระไดซกจำรองจำรานโดยตัวเตียนเมียนบานการเป็นกรมแต่จะแต่จมต่อเรียงเตอให้บรรยมยึดเมียนผมนองปอนปองปัฒนาไอ้เซ็งได้ละธรรมะสดับมันลือที่เคยแต่หมดไอ้โอ้ยน้องสมัยที่กระไดปัฒนาแบบน้องสำหรับยังน้องกำใบคานลายนะยอมนะสมอะนโมตเนีโสมะนะโมตเนียយើងខ្ញុំប្រសងគ្រប់ព្រះអង្គមួយលើដោយញោមពុទ្ធបរិស័ទសូមជ្រះថ្លាអនុមោទនានៅធម្មទានយ៉ាងពិរោះដែលមិនធ្លាប់បានស្ដាប់តាំងពីយូរមកហើយនេះជាលើកទី1ជាឧបនិស្ស័យបានស្ដាប់សុលបតិបញ្ញាការស្ដាប់នៅក្នុងកាលឥឡូវនេះនឹងមានបញ្ញាសូមអនុមោទនា
ហើយសូមអញ្ជើញបងអូនព្រំដើម្បីមកបត់ទៀតនៅក្នុងកម្មវិធីនេះព្រះធម៌វិសេសទេសនាដែលធម្មចាសំដែងរួចហើយព្រមទាំងអត្ថាធិបាយឲ្យយើងទាំងឡាយគោរពប្រតិបានព្រះធម៌វិសេសទេសនាមានន័យថ្លៃថ្លាអស្ចារ្យបរិសុទ្ធសម្រាប់ដល់ពពួងសត្វគោរពប្រណិបានគ្រប់រូបប្រស្រីព្រះធម៌វិសេសទេសនាលែលោកយាយតាយុវ័នយុវតីស្ដាប់ហើយចូលខំគ្មៀតក្មៃគឺការប្រតិបានតាមព្រះធម៌នោះព្រះធម៌វិសេសទេសនាត្រូវយើងរាល់គ្នាខំក្រេបយកក្រងចំពោព្រះធម៌នោះគ្រប់ពេលវេលាក្នុងការសំដែងព្រះធម៌វិសេសទេសនាបើលោកអ្នកណាឧស្សាហ៍ខ្នើខ្នែងក្នុងពេលលោកបានសំដែងស្ទុស្ទាស្ដាប់យកព្រះធម៌នោះព្រះធម៌វិសេសទេសនាអាចជួយរក្សាសណ្ដាលស្មាំងស្មងអើយសិននោះបានរុំដងរួចហើយកន្លងវាលវត្តនៅសង្សារ